សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាខ្ញុំឆ្ងល់ថាហេតុអីបានជានៅពេលដែលយើងធ្វើដំណើរតាមយន្តហោះយើងចាំបាច់ត្រូវប្រើ airplane mode នៅលើទូរស័ព្ទដៃរបស់យើងឬក៏យើងត្រូវបិទឧបករណ៍អេឡិចត្រូនិករបស់យើងទាំងអស់នៅពេលដែលយើងធ្វើដំណើរតាមយន្តហោះដែរទេមូលហេតុដែលក្រុមហ៊ុនអាកាសចរណ៍នានាតម្រូវឲ្យយើងទាំងអស់គ្នាជាអ្នកដំណើរធ្វើដំណើរតាមយន្តហោះហ្នឹងតម្រូវឲ្យបិទ airplane mode នៅលើយន្តហោះគឺតកតងទៅនឹងកត្តាសុវត្ថិភាពនៅលើយន្តហោះដោយសារតែប្រព័ន្ធអេឡិចត្រូនិកឬក៏ទូរស័ព្ទរបស់យើងតែងតែអាចនឹងមានបង្កឲ្យមានបញ្ហាតកតងទៅនឹងរំខានទៅដល់ប្រព័ន្ធវិទ្យុតកតងរបស់យន្តហោះនិងប្រព័ន្ធដំណើរការតកតងយើងហៅnavigation ជាតកតងទៅនឹងផ្លូវហោះហើររបស់យន្តហោះដោយសារតែជាទូទៅទូរស័ព្ទរបស់យើងតែងតែបញ្ចេញរលកសញ្ញាទៅកាន់ដើម្បីចាប់យកសេវាយើងហៅថាសេវាទៅកាន់អង្កានដែលនៅជិតរបស់ទូរស័ព្ទរបស់យើងដូច្នេះនៅពេលដែលទូរស័ព្ទរបស់យើងព្យាយាមបញ្ចេញរលកសញ្ញាដើម្បីទៅចាប់យកសញ្ញានៅពេលដែលយើងនៅលើយន្តហោះបើសិនជាទូរស័ព្ទមួយពីរមិនមែនជាបញ្ហាទេប៉ុន្តែយើងសាកគិតមើលនៅក្នុងយន្តហោះជាទូទៅតែមានអ្នកដំណើរខ្ទង់ចាប់ពី100ឡើង200 300ខ្លះអាចដល់400អញ្ចឹងការដែលទូរស័ព្ទនីមួយៗព្យាយាមបញ្ចេញរលកសញ្ញាដើម្បីចាប់ទៅកាន់អង្តែនដែលនៅជិតខ្លួននោះគឺវាបង្កឲ្យមានរំខានទៅលើប្រព័ន្ធវិទ្យុទាក់ទងរបស់យន្តហោះមួយវិញទៀតបងប្អូនប្រហែលជាធ្លាប់ឃើញឬក៏ធ្លាប់ដឹងទាក់ទងទៅនឹងទូរស័ព្ទរបស់យើងនៅពេលដែលមានគេតេចូលហើយយើងនៅដាក់ទូរស័ព្ទយើងជិតជាមួយនឹងឧបករណ៍មីសេឬក៏ម៉ាញ៉េយើងតែងមានឮសំឡេងរំខានទឹកហ្នឹងដូចគ្នាអញ្ចឹងបើសិនជាទូរស័ព្ទមួយពីរមិនមែនជាបញ្ហាជាទូទៅទូរស័ព្ទរបស់យើងតែងតែបញ្ចេញរលកសញ្ញាដើម្បីទៅចាប់សញ្ញាពីអង្កានដែលនៅជិតទូរស័ព្ទរបស់អ្នកហើយនៅពេលដែលទូរស័ព្ទរបស់យើងចាប់មិនបានសញ្ញាពីអង្កានមួយទូរស័ព្ទរបស់យើងនឹងព្យាយាមបញ្ចេញរលកសញ្ញាកាន់តែខ្លាំងដើម្បីធ្វើយ៉ាងណាចាប់យកសេវាដូច្នេះនៅពេលដែលហោះហើរអឺចំនួនភ្ញៀវ100នាក់200នាក់300នាក់ឬក៏អាចដល់400នាក់នោះទំហំនៃការបញ្ចេញរលកសញ្ញាពីទូរស័ព្ទហ្នឹងគឺវាមានទំហំធំដែលអាចឈានទៅដល់ការរំខានទៅដល់ប្រព័ន្ធបត្តិការរបស់យន្តហោះដូច្នេះការបិទប្រព័ន្ធ airplane mode គឺជាកត្តាដែលជួយឲ្យសុវត្ថិភាពបង្ការឲ្យមានបញ្ហាដែលអាចរំខានទៅដល់ការដំណើរការរបស់យន្តហោះដូច្នេះនេះគឺជាមូលហេតុដែលយើងត្រូវបិទ airplane mode នៅពេលដែលយើងធ្វើដំណើរនៅតាមយន្តហោះហើយកុំភ្លេចជួបគ្នានៅវីដេអូក្រោយ